ក្រុងយើងដាំដាក់ធោធំសម្រាប់បងប្អូនណាក៏មិនសូវចេះដាំអីអាចយកមកធោនេះទៅបាទនេះវាចាប់ដើមវាហើយតែវាឡើងបង្កងដែលយើងដាក់ឲ្យវាហើយបាទយកទៅដាក់ដាំកន្លែងណាក៏បានដាក់មុខវេរ៉ង់ដាផ្ទះក៏បានដាក់មុខផ្ទះក៏បានដែរហើយបើសិនជាយើងចង់ដូរធោនេះចេញធំជាងនេះក៏បានឬដាំផ្ទាល់ដោះចេញដាំផ្ទាល់ដីក៏បានដែរហើយបើដាក់ធោនេះក៏បានព្រោះធោនេះធំដែរដីក៏ច្រើនអាចចិញ្ចឹមប្រក្រង3 4គល់នេះបាននេះដោយសារវាអត់តន់វាហើយយើងអត់តន់មានទ្រើងយើងស្លឹកវាតូចទេនៅពេលណាដែលវាឡើងហើយវាត្រូវក្តៅត្រូវពន្លឺគ្រប់គ្រាន់ស្លឹកវាចាប់ដើមធំដូចជានេះស្លឹកវាត្រូវទ្រើងទៅក្តៅទៅស្លឹកវាធំបាទវាធំយើងមែនតើបាទនេះដល់ពេលដែលវាមិនទាន់ត្រូវពន្លឺអត់ទាន់មានកម្ដៅគ្រប់គ្រាន់ស្លឹកវាទៅទួយបាទនេះស្លឹកទៅទួយបាទស្លឹកទួយនេះស្លឹកចាស់បាទស្លឹកទួយប៉ុន្តែវាចាស់ហើយវានៅពេលដែលចាស់ពណ៌អញ្ចេះឡើយនេះទៅពេលខ្ចីបាទអញ្ចឹងពេលណាដែលយើងបេះវាយកទៅបុកយើងបេះស្លឹកពណ៌ដែរបាទពណ៌នេះហាចាស់ហើយបាទយើងបេះវាទៅបេះមួយស្លឹកចូលមួយស្លឹកមួយស្លឹកចូលមួយស្លឹកទៅបេះឆ្លាស់គ្នាទៅក៏បេះទាំងអស់បាទដូចឧទាហរណ៍ថានេះមាន1 2 3អញ្ចឹងយើងបេះអានេះយើងចូលអានេះទុកអានេះបេះអាលើវិញបាទនឹងឆ្លាស់គ្នារហូតបាទហើយយើងបុកវាយើងលាយជាមួយស្លឹកឫស្សីក៏បានដែរបាទដើម្បីឲ្យមានភាពរឹងហើយស្រួយហ្នឹងអ្នកបុរាណគេលាយជាមួយស្លឹកឫស្សីបើសិនជាបងប្អូនមានសិនទៅក្លុកក៏បានដែរបាទក្លុកវាហើយអស់ហើយយកទៅច្រោះជាមួយនឹងស្បៃបាទស្បៃដែលគេឆុងកាហ្វេច្រោះវាទៅបាទប៉ុន្តែវាពិបាកនៅពេលណាដែលយើងអត់ចេះប្រើម៉ាស៊ីនក្លុកទេយើងក្លុកវានឹងកកតែបើសិនជាយើងច្បាច់យើងអត់ចេះក៏យើងច្បាច់បានដែរបាទយើងច្បាច់មកល្មមឲ្យវាទ្រុះឲ្យវាម៉ត់ទៅហើយយើងច្រោះជាមួយនឹងកត្រងដែលយើងសម្រាប់ជុំប្រហុកធ្វើសឡអីហ្នឹងច្រោះជាមួយនឹងទៅហើយយើងយកចានឬយកកែវមួយដាក់ទៅវានឹងកកហើយបាទកន្លះម៉ោងក្រោយយើងអាចហូបបានបាទនេះល្អមែនតើមួយដើមនេះមាន1 2 3 4 5គល់បាទនេះគល់វាប៉ុណ្ណឹងចាប់ដើមខាងនេះក៏មានដែរនេះក៏យើងចាប់ដើមដាក់វាគល់ទៅចាប់ដើមវាដែរបាទនេះចាប់ដើមដាក់ទ្រើងវាឡើងនេះឆ្លងនេះ1រិចវិញបាទម្រេចនេះគាត់ចាប់ដើមចិត្តឡើងទ្រើងហើយនេះដើមចេកបាទនេះទ្រើងរបស់វានៅពេលដែលវាឡើងដល់លើនឹងវាត្រូវកម្ដៅឬត្រូវពន្លឺគ្រប់គ្រាន់ណាស្លឹកវាចាប់ដើមធំហើយបាទនេះបាទនេះទ្រើងខាងនេះក៏មួយដែរអញ្ចឹងមួយទ្រើងនេះមាន2គុម្ពបាទ